បាទគ្រប់ជំរាបសួរលោកស្រីលោកតាបងប្អូនដែលកំពុងស្ដាប់ជាមួយវិទ្យុផាសុខភាព 89.70 MHz នៅទូទាំងប្រទេសនិងនៅទូទាំងពិភពលោកបាទនេះគឺជាសម្លេងរបស់ខ្ញុំបាទនោះនេះនៅក្នុងបន្ទប់ផ្សាយនៃស្ថានីយ៍វិទ្យុផាសុខភាព 89.70 MHz ដើម្បីនិយាយគ្នាគ្រប់រឿងរ៉ាវទាំងអស់ដែលមាននៅក្នុងរាងកាយតាំងពីចុងសក់រហូតដល់ចុងជើងសម្រាប់អស់លោកស្រីលោកតាបងប្អូនដែលមានគ្រប់បញ្ហាសុខភាពគ្រប់បញ្ហាជំងឺអាចសួរបានដោយសេរីនៅក្នុងកម្មវិធីនេះតាមរយៈលេខ016 822 823 និងបាទលេខទូរស័ព្ទទាំង3ប្រព័ន្ធនេះគឺលេខទូរស័ព្ទដែលលោកស្រីយកតាបងប្អូនអាចសួរនាំបានគ្រប់បញ្ហាជំងឺដែលកើតមាននៅក្នុងរាងកាយមិនថាលោកស្រីយកតាមានបញ្ហាលើឈាមរ៉ាំរ៉ៃទឹកនោមផ្អែមរ៉ាំរ៉ៃឬក៏ទឹកនោមប្រៃឬមានបញ្ហាថ្លើមណាឬមួយក៏មានបញ្ហាគីសមានបញ្ហាមហារីកឬមួយក៏មានបញ្ហាដែលទាក់ទងទៅនឹងប្រព័ន្ធបេះដូងទាក់ទងទៅនឹងបញ្ហាគេងមិនលក់ណាឬមួយក៏មានបញ្ហាដែលទាក់ទងទៅនឹងការយល់ដឹងលើការទទួលទានអាហារការទទួលទានទឹកឬមួយក៏ទាក់ទងគ្រប់បញ្ហាសុខភាពទាំងម្ដាយទាំងកូនទាំងទារកនៅក្នុងផ្ទៃជាដើមលោកស្រីយូតាអាចមានឱកាសសួរបានគ្រប់បញ្ហាសុខភាពទាំងអស់នេះថ្ងៃនេះដោយសារតែយើងមើលឃើញថាមនុស្សជាច្រើនគាត់កំពុងតែជួបបញ្ហាជំងឺហើយនៅក្នុងនោះគាត់តែទៅលើសូថាណាជំងឺទឹកនោមផ្អែមគេឲ្យហូបអានេះណាគេឲ្យផឹកថ្នាំនេះគេឲ្យធ្វើអញ្ចែណាជំងឺទឹកនោមប្រៃនេះគេប្រាប់ថាណែគួរយកអានេះយកទៅផឹកអ្នកខ្លះថាស្មៅពុកមាត់ឆ្មាអ្នកខ្លះថាជំងឺទឹកនោមផ្អែមហ្នឹងគេឲ្យផឹកស្អីគេឥឡូវហ្នឹងគឺខុបស្អីណាគឺយកទៅធ្វើអីចឹងណាអាហ្នឹងគឺយើងតែទៅលើខ្សោយអញ្ចឹងណាហើយអ្នកដែលមានបញ្ហាលើឈាមនោះអ្នកខ្លះថាគេឲ្យយកពពាយឬក៏យកអានេះមកបុកផឹកឬមួយក៏ធ្វើអញ្ចេះធ្វើចុះសូមថាតើការធ្វើតាមគ្នានោះវាមានផលប៉ះពាល់វិជ្ជមាននិងអវិជ្ជមានបែបណាក៏ធម្មតានៅក្នុងវិធីមួយវាមាន pro and con បានន័យថាវាមានអវិជ្ជមាននិងអវិជ្ជមានអញ្ចឹងស្អីគេជាចំណុចវិជ្ជមានយើងត្រូវសិក្សាអំពីសារធាតុមួយដោយអស់លោកស្រីយកតាពីដើមគាត់ទទួលទានថ្នាំខ្មែរអញ្ចឹងណាថ្នាំខ្មែរគ្រូថ្នាំខ្មែរហ្នឹងប្រសិនបើគាត់អត់មានជំនាញគាត់គ្រាន់តែលឺសូរតាមគេលឺសូរតាមគ្នាណាលឺសូរតាមជួនកាលហ្នឹងគាត់អត់បានរៀនអំពីវិធីសាស្ត្រនៃការព្យាបាលតាមបែបបុរាណហ្នឹងអស់ទេក៏រៀនតាមមួយផ្នែកក៏ថាទទួលទានអាហារមួយនេះហូបថ្នាំនេះឆ្កែស្រែកឬមួយក៏បដូរពេជ្រឬមួយអីគេចឹងតាមពិតគ្រប់រុក្ខជាតិទាំងអស់យើងមើលឃើញខ្ញុំតែងតែសង្កេតមើលអស់ហ្នឹងខ្ញុំតែងតែឃើញថាចេះគ្រប់រុក្ខជាតិទាំងអស់វាមានផលផងវាអញ្ចឹងវាសុទ្ធតែជួយនៅក្នុងរាងកាយទាំងអស់គាត់ថាសួរថាតើយើងយករុក្ខជាតិហ្នឹងមកធ្វើអីមកផ្សំបែបណាដើម្បីវាជួយនៅក្នុងរាងកាយហើយកត្តាในរាងកាយមួយនោះវាមានការខុសៗគ្នាចេះតាមការសិក្សាផ្នែកអាយុវេទបានដឹងថារាងកាយរបស់យើងនេះគេចែកទៅជាធាតុសំខាន់5ណាធាតុសំខាន់5ហ្នឹងគឺវាមានឧមាថាយើងមានធាតុទឹកជាមួយនឹងធាតុខ្យល់អញ្ចឹងធាតុទឹកជាមួយនឹងធាតុខ្យល់ហ្នឹងមនុស្សហ្នឹងអាសាមានបញ្ហាអីណាធាតុទឹកជាមួយនឹងធាតុភ្លើងមនុស្សហ្នឹងអាសាមានបញ្ហាអីធាតុទឹកជាមួយនឹងដីអ្នកនឹងមានបញ្ហាអីអញ្ចឹងវាអាស្រ័យទៅនឹងធាតុមួយហ្នឹងណាដែលវាអាចដែលគេអាចធ្វើឲ្យថាណែរុក្ខជាតិនេះឬក៏ឱសថនេះគួរទទួលទានលោកស្រីយូតាតែទៅឃើញថាជាទូទៅរុក្ខជាតិទាំងអស់មានឥទ្ធិពលឬមួយក៏មានសមត្ថភាពក្នុងការសម្អាតរាងកាយសម្អាតជាតិពុលពីរាងកាយនៅក្នុងនោះវាសម្អាតថ្លើមផងវាអាចសម្អាតឈាមផងវាអាចសម្អាតកាកសំណល់នៅក្នុងរាងកាយផងគ្រប់រុក្ខជាតិទាំងអស់វាមានសមត្ថភាពអញ្ចឹងប៉ុន្តែសួរថាតើយើងគួរប្រើរុក្ខជាតិមួយណាឬក៏ប្រើសារធាតុចិញ្ចឹមមួយណាដើម្បីឲ្យវាត្រូវដើម្បីឲ្យវាត្រូវទៅនឹងរាងកាយយើងមួយនោះ
ចឹងវាអាស្រ័យនោះលុះត្រាតែអ្នកជំនាញលុះត្រាតែគេបានរៀនផ្នែកអាយុវេទនឹងត្រឹមត្រូវទៅបានគេផ្ដល់ prescription ឬក៏ការវិនិច្ឆ័យត្រឹមត្រូវចឹងបើសិនបើលោកស្រីយូតាដែលបានរៀនហើយថាតាមគេឬក៏ធ្វើតាមគ្នាធ្វើឲ្យមានបញ្ហាធ្ងន់ជាងមុនណាធ្វើឲ្យសរីរាង្គកាយនឹងមានបញ្ហាធ្ងន់ជាងមុនសួរតើម៉េចបាននៅក្នុងលោកនេះគេឲ្យឧទាហរណ៍ខ្ញុំឧទាហរណ៍ចាស់តបែកមានសុខភាពសម្អាតរាងកាយវាមាន antioxidant ផ្លែញោវាមាន antioxidant របស់វាណាផ្លែកទួតផ្លែលំមុតផ្លែសាវម៉ាវអីសុទ្ធតែជាអ្នកដែលបំបត្តិជាតិពុលពីក្នុងរាងកាយហើយប៉ុន្តែយើងត្រូវដឹងថាក្រៅអំពី antioxidant ហ្នឹងនៅក្នុងសាវម៉ាវមានអីនៅក្នុងតបែកហ្នឹងវាមានអីនៅក្នុងមង្ឃុតហ្នឹងវាមានអីតទៅទៀតដែលអាចប៉ះពាល់ដល់សរីរាង្គកាយដទៃទៀតដែរឬអត់លោកសាយតាទៅជ្រាបថាសរីរាង្គកាយមួយនៅពេលដែលមានបញ្ហាវាមិនមែនមានជំងឺតែមួយមុខកើតឡើងទេអញ្ចឹងអតលយភាពនោះវាមិនមែនមានតែអតលយភាពមួយទេអតលយភាពនោះវាមានច្រើនខុសៗគ្នាទៅតាមពូជរបស់មនុស្សដែលកើតឡើងទៅតាមពូជធារបស់គាត់ទៅតាម genetic របស់គាត់ណាមិនអាចនិយាយថាអ្នកនឹងមានបញ្ហាជំងឺទឹកនោមផ្អែមដាច់ខាតទៅផឹកថ្នាំនឹងជាមែនទេលោកស្រីយល់តាឃើញថ្នាំដែលយើងប្រើប្រាស់រាល់ថ្ងៃឱសថគីមីឬក៏ឱសថនៅផ្នែកវេជ្ជសាស្ត្រដែលប្រើប្រាស់រាល់ថ្ងៃមិនបានព្យាបាលសរីរាង្គណាកាលនោះទេប៉ុន្តែគាត់ប្រើប្រាស់ត្រឹមតែបញ្ចុះទេអញ្ចឹងសួរថាតើស្អីគេសារធាតុចិញ្ចឹមមួយណាដែលជួយនៅក្នុងការធ្វើឲ្យលំពេងប្រសើរឡើងនៅពេលណាដែលលោកស្រីយល់តាមកជួបខ្ញុំតែងតែផ្ដល់នៅ prescription ឬក៏ការព្យាបាលណាតាមរូបភាពខុសៗគ្នាអញ្ចឹងมันអាច copy ឬក៏มันអាចចម្លងការព្យាបាលរបស់ខ្ញុំទៅលើសរីរាង្គកាយរបស់មនុស្សម្នាក់ហ្នឹងទៅឲ្យមនុស្សម្នាក់ទៀតទេអត់ទេព្រោះរាងកាយនោះឧទាហរណ៍ថារាងកាយគាត់កើតឡើងដោយយើងដឹងហើយថាជំងឺទឹកនោមផ្អែមវាកើតឡើងដោយលំពេងប៉ុន្តែលំពេងរបស់គាត់ខូចជួនកាលវាខ្វះសារធាតុចិញ្ចឹមលំពេងរបស់គាត់ខូចជួនកាលវាបណ្ដាលមកពីការកើនជាតិស្ករអាក្រក់ខ្លាំងពេកលំពេងរបស់គាត់ខូចជួនកាលវាអាចបណ្ដាលមកពីសារធាតុពុលឬអាហារដែលគាត់ទទួលទានទៅណាលំពេងរបស់គាត់ខូចវាអាចបណ្ដាលមកពីការខ្វះទឹកដែរលំពេងរបស់គាត់ខូចវាអាចបណ្ដាលមកពីប្រព័ន្ធរំលាយអាហារដែរអញ្ចឹងសួរថាតើស្អីគេដែលជួយឲ្យលំពេងគាត់ខូចអញ្ចឹងលោកស្រីយល់តើទៅជ្រាបថាជំងឺមួយដែលកើតឡើងនៅលើរាងកាយណាអតលយភាពមួយដែលកើតឡើងនៅលើរាងកាយវាមិនបានអាស្រ័យតែកត្តាមួយទេវាអាស្រ័យនឹងកត្តាដទៃទៀតកន្លែងហ្នឹងដែលត្រូវទាមទារឲ្យអ្នកជំនាញនឹងជជែកសួរដើម្បីឲ្យដឹងឫសគល់នៃបញ្ហាហើយទើបធ្វើការព្យាបាលអញ្ចឹងបាទនៅក្នុងនោះខ្ញុំតែងតែជម្រាបអស់លោកស្រីយល់ថាខ្ញុំមានវិធីព្យាបាលរាងកាយរហូតដល់ជាង100វិធីផ្សេងគ្នារហូតដល់ជាង100វិធីផ្សេងនេះសួរទៅម៉េចបានគួរទៅប្រើប្រាស់វិធីនៃការព្យាបាលនឹងច្រើនណាស់ព្រោះដោយសារតែសរីរាង្គកាយនេះវាឈឺដោយកត្តាផ្សេងគ្នាវាកើតឡើងវាមានបញ្ហាដោយសារតែកត្តាផ្សេងគ្នាធ្វើទៅបិទតែជំងឺដូចគ្នាក៏ដោយប៉ុន្តែហេតុដែលបង្កឲ្យមានជំងឺនោះផ្សេងគ្នាតែនោះត្រូវដាច់ខាតទៅយកនៅវិធីព្យាបាលផ្សេងគ្នាអញ្ចឹងកុំឲ្យពីថ្ងៃហ្នឹងទៅកុំឲ្យលីសូគិថាហក់ទៅរកកុំឲ្យលីសូគិថាទៅរកកុំឲ្យគេលីសូគិថាអូអានេះជាទៅរកអាហ្នឹងមកដែរនោះគ្រាន់តែជាការសាក់លបងទេមិនមែនជាភាពពិតទេប៉ុន្តែជួនកាលទៅវិញនៅពេលណាដែលយើងទទួលយកនោះវាអាចគ្រោះថ្នាក់ដល់រាងកាយរបស់យើងវាអាចពន្លឿនផលប៉ះពាល់អវិជ្ជមានដល់រាងកាយរបស់យើងចឹងកន្លែងនោះត្រូវតែមានដូចខ្ញុំតែទៅជម្រាបទៀតថាដើម្បីធ្វើឲ្យរាងកាយមួយជាលុះត្រាយើងដែលជាម្ចាស់រាងកាយនោះយល់ហើយស្ដាប់អំពីហេតុដែលនាំមកជឿនោះផងកុំឲ្យគេថាផឹកតែហ្នឹងទៅជាមិនចង់ដឹងអីអត់ទេមិនអាចទេព្រោះនៅខ្ញុំជម្រាបចឹងឧទាហរណ៍ថាលោកស្រីយើងតាមមួយចំនួនមានបញ្ហាទឹកនោមផ្អែមគឺដោយសារតែកាពះពោះវៀនអ
នៅខ្លះមានបញ្ហាទំនោរផ្អែមមិនដោយសារតែកាពះពោះវៀនទេដោយសារតែអាហារដែលគាត់ទទួលទៀតនៅខ្លះមានបញ្ហាជំងឺទំនោរផ្អែមមិនដោយសារកាពះពោះវៀនមិនដោយសារតែអាហារដែលគាត់ទទួលទៀតប៉ុន្តែអាស្រ័យទៅនឹងអារម្មណ៍របស់គាត់នៅខ្លះមានបញ្ហាទំនោរផ្អែមដោយសារតែថ្នាំដែលគាត់ទទួលទៀតអញ្ចឹងអាហ្នឹងដែលទាមទារឲ្យមានការផ្ដល់នៅអនុសាសន៍ឬក៏វិធីនៃការព្យាបាលនឹងខុសគ្នាទៅតាមលក្ខខណ្ឌនៃជំងឺលក្ខខណ្ឌដែលរាងកាយមួយធ្វើការហើយនៅលើលោកនេះខ្ញុំតែងតែជម្រាបអស់លោកស្រីយល់ថាអត់មានស្តង់ដារទេរាងកាយមួយនេះប៉ុន្តែអ្វីដែលធ្វើឲ្យអស់លោកស្រីយល់ថាគ្រោះថ្នាក់បំផុតនោះគឺព្យាយាមតម្រូវខ្លួនឲ្យទៅតាមស្តង់ដារអាហ្នឹងក៏ជាបញ្ហាដែរយ៉ាងកន្លែងនោះរាងកាយរបស់យើងអនុវត្តផ្សេងខ្សែជីវិតរបស់យើងម្នាក់ផ្សេងគ្នានៅពេលណាដែលលោកស្រីយល់ថាមានបញ្ហាសុខភាពនៅពេលណាដែលយើងទៅពិនិត្យសុខភាពយើងត្រូវក៏នៅចាំថាជីវិតរបស់មនុស្សម្នាក់មានវាសនាខុសគ្នាគ្រូបង្រៀនដូចគ្នាមែនប៉ុន្តែជួនកាលជីវភាពខុសគ្នាគ្រូបង្រៀនដូចគ្នាមែនអត្តចរិតខុសគ្នាគ្រូបង្រៀនដូចគ្នាមែនសម្លៀកបំពាក់ខុសគ្នាគ្រូបង្រៀនដូចគ្នាមែនកាយវិការខុសគ្នាអញ្ចឹងនៅលើលោកនេះស្តង់ដារមានតែរបស់របរនិងសម្ភារៈទេសម្រាប់ជីវិតរបស់មនុស្សមិនមានស្តង់ដារទេមិនមានស្តង់ដារទេប្រសិនបើយើងចង់បានសេចក្តីសុខនិងសុភមង្គលយើងយល់ដឹងអំពីអ្វីដែលរាងកាយយើងត្រូវការហើយពិតជាមនុស្សម្នាក់ពិតជាមានតម្រូវការខុសគ្នារាងកាយមួយតម្រូវការរបស់គាត់ខុសគ្នាជាងមកដែលអស់លោកស្រីយល់ថាមិនអាចនិយាយបានថារាងកាយរបស់គាត់នឹងត្រូវការអញ្ចឹងកន្លែងនោះដែលអស់ខ្ញុំតែទៅជំរាបថាមិនបានខ្ញុំនិយាយពីទឹកញើសទេមិនពូកែទឹកញើសទេជាសារធាតុចិញ្ចឹមសំខាន់ចាំបាច់មួយដែលរាងកាយត្រូវការប៉ុន្តែទឹកញើសទេមិនមែនត្រូវគ្រប់ជំងឺទេអ្វីដែលធ្វើឲ្យអស់លោកស្រីយល់តែជានៅពេលណាដែលទទួលទានទឹកញើសទេគឺអ្នកជំនាញផាសុខភាពឲ្យជាមិនមែនទឹកញើសទេឲ្យជាទេអញ្ចឹងកន្លែងនោះដែលខ្ញុំតែងតែជម្រាបថាទឹកញើសទេអត់ប្រកែចង់រកទឹកញើសទេទទួលទានពីភាសាជាមួយនឹងអ្នកជំនាញផាសុខភាពសិនអញ្ចឹងមុននឹងទទួលទានទឹកញើសទេអស់លោកស្រីយល់តាខ្លះអាចទទួលបាននៅការព្យាបាលបឋម3ដងឬ2ដងយ៉ាងតិចដែលអស់លោកស្រីយល់ថាទទួលការព្យាបាលនៅមជ្ឈមណ្ឌលផាសុខភាពហើយទទួលបាននៅថ្នាំឬក៏ទទួលបាននៅសារធាតុចិញ្ចឹមភ្លាមមិនមែនទេអត់មានទេហើយកូនគាត់ថាលោកគ្រូឲ្យព្យាបាលអត់ឲ្យអីខ្ញុំផងថាព្យាបាលដែរអស់លោកស្រីយល់ថាមិនមែនសិទ្ធិការទទួលទានថ្នាំមិនមែនសិទ្ធិការផ្ដល់ឲ្យនៅសារធាតុចិញ្ចឹមណាមួយទើបហៅការព្យាបាលនោះទេមិនមែនទេការផ្ដល់ឲ្យនៃការផ្លាស់ប្ដូរក្នុងការទទួលទានក៏ជាការព្យាបាលមួយដែរការផ្ដល់អនុសាសន៍ដើម្បីធ្វើឲ្យរាងកាយនេះជាសុខភាពល្អក៏ជាវិធីសាស្ត្រនៃការព្យាបាលមួយដែរប៉ុន្តែអ្វីដែលយើងត្រូវចាំថាខ្ញុំព្យាយាមនៅក្នុងការព្យាបាលរាងកាយមួយដោយមិនប្រើប្រាស់សារធាតុគីមីនិងសារធាតុពុលព្យាយាមណាខ្ញុំព្យាយាមនៅក្នុងការព្យាបាលសរីរាង្គកាយដោយមិនប្រើប្រាស់សារធាតុគីមីនិងថ្នាំពុលពលនៅក្នុងនោះប្រសិនបើយើងនិយាយអំពីឥទ្ធិពលនៃសារធាតុគីមីនិងសារធាតុពុលអស់លោកស្រីយល់ថាទទួលបានច្រើនពេកទៅហើយរងហើយនេះព្រោះនៅក្នុងគំនិតនៅក្នុងអារម្មណ៍ឈឺត្រូវទៅផឹកថ្នាំយកមកតែពីសម័យមុនដូចមិនអញ្ចឹងទេមែនទេអញ្ចឹងមិនមែនគ្រប់ថ្នាំទាំងអស់សិតតែអាចព្យាបាលមនុស្សបានទេរាងកាយបានទេមិនមែនទេសរីរាង្គកាយមួយមានការឈឺខុសៗប្លែកពីគ្នាណែអាការពិនិត្យនេះដែលឃើញឲ្យរាងកាយនេះមួយខុសត្រូវទៅតាមស្តង់ដារនេះវាគ្រាន់តែជា indicator វាគ្រាន់តែជាម៉ែត្រវាស់មួយប៉ុណ្ណោះមិនអាចចាត់ទុកថាវាគឺជាការត្រឹមត្រូវ 100% ទេពីព្រោះថាខ្ញុំយើងទទួលយកលទ្ធផលមួយចំនួននៃការពិនិត្យប៉ុន្តែមុននឹងពិនិត្យដើម្បីចង់ឲ្យបានលទ្ធផលពិតប្រកបច្បាស់លាស់អស់លោកស្រីយល់ថាត្រូវយល់ត្រូវត្រៀមខ្លួនដើម្បីធ្វើការពិនិត្យ
មិនអត់យល់អំពីការពិនិត្យស្រាប់តែពិនិត្យហើយយកលទ្ធផលនោះជាគោលមែនទេចឹងប្រសិនបើយើងអត់យល់អំពីការពិនិត្យយើងទៅពិនិត្យហើយយកលទ្ធផលនោះជាគោលយើងនឹងស្លាប់អញ្ចឹងកន្លែងនោះត្រូវយល់អំពីថាតើមុននឹងទៅពិនិត្យសុខភាពមួយយកលទ្ធផលនោះត្រូវធ្វើបែបណាហើយបន្ទាប់មកទៀតការវិបាលលទ្ធផលនោះហើយជឿលើលទ្ធផលនោះ 100% ដែរទេយើងត្រូវដឹងថាលទ្ធផលដែលយើងទទួលបាននោះវាមិនពិត 100% ទេព្រោះអាចឧបករណ៍នោះវាមានកម្រិតលំអៀងខ្ពស់អាចការពិនិត្យនោះមិនប្រកបត្រឹមត្រូវដោយសារតែអ្នកវិភាគអ្នកពិនិត្យងុយដេកឬក៏អារម្មណ៍មិនល្អព្រោះអ្នកពិនិត្យនោះក៏ជាមនុស្សដែរមិនជាម៉ាស៊ីនទេណូហើយមុននឹងយើងទៅធ្វើការពិនិត្យជួនកាលយើងអាចឡើងជាដើរច្រើនពេកហត់ហើយជួនកាលយើងអាចស្រូបខ្យល់អាកាសមិនល្អនៅកន្លែងហ្នឹងជាកម្រិតនៃការប្រែប្រួលនៅក្នុងរាងកាយមានធំមែនទែនកន្លែងនោះហើយដែលខ្ញុំតែងតែជម្រាបអស់លោកស្រីយើងថាអ្វីដែលជាម៉ែត្រវាស់សម្រាប់រាងកាយគឺរាងកាយខ្លួនឯងក៏ដល់លោកស្រីយើងតែយល់អំពីការរស់នៅឲ្យបានល្អអ្វីដែលខ្ញុំព្យាយាមរាល់ថ្ងៃនេះគឺខ្ញុំផ្ដល់អនុសាសន៍សម្រាប់ការរស់នៅបានល្អមិនចង់ផ្ដល់អនុសាសន៍នៅក្នុងការព្យាបាលជំងឺច្រើនពេកទេហើយលោកស្រីយល់ថាដែលទៅជួបខ្ញុំភាគច្រើនបំផុតថាខ្ញុំងាយបំផុតក្នុងការធ្វើឲ្យជំងឺជាព្រោះដោយសារការគិតងាយហើយរាងកាយយើងវាងាយចឹងមែនវាមិនមែនជារឿងមួយដែលសាមញ៉ាំខ្លាំងពេកទេព្រោះប្រសិនបើនៅក្នុង Universe នេះគេបង្កើតជីវិតមកឲ្យសាមញ៉ាំណាមិនមានជីវិតច្រើនទេនៅលើโลกនេះអញ្ចឹងនៅពេលណាដែលយើងគិតឲ្យយកវាមកភាពសាមញ៉ាំខ្លាំងពេកធ្វើឲ្យយើងបាត់បង់នៅសរីរាង្គកាយដ៏ល្អនេះចឹងគាត់រងហើយនេះគាត់ព្យាយាមខ្ញុំគាត់ឲ្យលោកស្រីយកតាផ្លាស់ប្ដូរទម្លាប់នៃការទទួលទានអាហារផ្លាស់ប្ដូរទម្លាប់នៃការទទួលទានទឹកផ្លាស់ប្ដូរទម្លាប់នៃការដកដង្ហើមហើយនឹងទទួលទានរំលែកនិងហាត់ប្រាណឲ្យបានល្អរាងកាយយើងប្រសើរណាស់ហើយប៉ុន្តែអ្វីដែលលោកស្រីយកតាកន្លងមកមានបញ្ហាដោយសារតែអត់យល់អំពីព្រឹត្តិការណ៍ទាំងអស់ហ្នឹងអញ្ចឹងនៅពេលណាដែលលោកស្រីយកតាអនុវត្តតាមអ្វីដែលខ្ញុំបានជម្រាបហើយលោកស្រីយកតានឹងដឹងខ្លួនឯងថាតើរាងកាយនេះមានបញ្ហាអីលុះត្រាតែយើងនឹងបានបើកវងលូនចេញបានយើងដឹងថាតើនៅខាងក្រៅវងលូននោះមានអីគេខ្លះអញ្ចឹងប្រសិនបើយើងអត់សម្អាតរាងកាយយើងទេហើយយើងចង់រកជំងឺនៅក្នុងរាងកាយអត់ខ្វះទេប៉ុន្តែនៅពេលដែលយើងសម្អាតរាងកាយយើងហើយទើបយើងដឹងថារាងកាយយើងមានបញ្ហាអីពិតប្រាកដចឹងលោកស្រីយល់តែទៅឃើញចំណុចហ្នឹងខ្ញុំតែងតែផ្ដល់ឲ្យនៅចំណុចហ្នឹងក្រោយពីការសម្អាតរាងកាយហើយទើបខ្ញុំធ្វើការព្យាបាលជាក្រោយហើយប្រសិនបើលោកស្រីយល់តាមមិនបានសម្អាតរាងកាយទេប្រហែលជាលំបាកនៅក្នុងការរកការព្យាបាលដែលខ្ញុំផ្ដល់ឲ្យឆ្ងាយព្រោះបើរាងកាយនេះអត់តបានស្អាតទេទឹកយើងនៅតែល្អក់ដដែលយើងឃើញតែត្រីនឹងមានបានក្បាលយើងអត់ដឹងទេវាចង់បន្តដែលសំខាន់ដំបូងបំផុតគឺសម្អាតរាងកាយសិនអញ្ចឹងទៅជួបខ្ញុំគឺបានបែបវិធីសម្អាតរាងកាយត្រូវធ្វើម៉េចខ្លះដើម្បីលាងរាងកាយនេះឲ្យស្អាតមុននឹងធ្វើកិច្ចការព្យាបាលរាងកាយមួយនេះតែដូចខ្ញុំតែទៅជម្រាបចឹងលោកស្រីយកតាមមិនបាច់បារម្ភថាទៅរកជួបគ្រូដូលីទៅការផឹកទៅញើទៅកុំបារម្ភកុំគិតឡើងហ្នឹងលោកស្រីយកតាមយល់ខ្ញុំខុសកន្លែងនោះខ្ញុំមិនមែនជាអ្នកលួចទៅញើទេខ្ញុំគឺជាផាសុខាបណ្ឌិតដែលផ្ដល់ឲ្យនៅវិធីសាស្ត្រនៅក្នុងការធ្វើឲ្យរាងកាយនេះមានភាពប្រសើរឡើងនិងជាពិភាពរ៉ាំរ៉ៃនៃជំងឺជាច្រើនដែលខ្ញុំមានអញ្ចឹងវិធីនៃការព្យាបាលរាងកាយមានរហូតដល់ជាង100វិធីដែលជួនកាលលោកស្រីយូតាគាត់ថាមិនបានច្រើនណាស់លោកស្រីយូតាដែលធ្លាប់មានបញ្ហាសុខភាពនឹងដឹងអំពីថាតើខ្ញុំមានវិធីអាសាអីខ្លះសម្រាប់ការធ្វើឲ្យរាងកាយមួយនេះប្រសើរឡើងដោយវិធីសាស្ត្រទាំងអស់នោះជួនកាលងាយទេងាយបំផុតជួនកាលនោះវារៀងលំបាកតិចដែរវាត្រូវការពេលវេលាបន្តិចដែរប៉ុន្តែរាងកាយនេះក្រោយពីអនុវត្តអ្វីដែលខ្ញុំបានជម្រាបហើយមានភាពប្រសើរឡើង
ចឹងពីថ្ងៃហ្នឹងទៅផ្លាស់ប្ដូរអារម្មណ៍បែបមុនចេញនៅពេលណាដែលទៅជួបខ្ញុំគោលបំណងនឹងមហិច្ឆតាតែមួយគត់គឺចង់ឲ្យរឿងការនេះជាឈប់ជួបខ្ញុំឲ្យសួរថាលោកគ្រូមានអីផឹកខ្ញុំនឹងមិនឲ្យអីផឹកក្រៅពីទឹកទេកុំបារម្ភចុះកន្លងមកក៏ធ្លាប់តែប្រើកន្លងមកក៏ធ្លាប់តែប្រើថ្នាំលោកគ្រូខេលោកគ្រូមានថ្នាំពិសេសជាងនឹងទៀតណាលោកគ្រូព្រោះកន្លែងនោះដែលខ្ញុំតែងតែយើងត្រូវផ្លាស់ប្ដូរយើងត្រូវបីខាត់ទៅផ្លាស់ប្ដូរប្រទេសរបស់គាត់ចេញអរលោកស្រីយកតើទៅជឿថាអរលោកស្រីនិយាយលោកតើទទួលទានថ្នាំស្ថិតនៅក្នុងស្ថានភាពមួយដែលចាំបាច់បំផុតសម្រាប់សុខភាពនេះសម្រាប់ការសង្គ្រោះមិនទទួលទានថ្នាំជាប្រចាំទេអញ្ចឹងប្រសិនបើយើងទទួលទានថ្នាំជាប្រចាំយើងស្ថិតនៅក្នុងស្ថានភាពនៃការសង្គ្រោះជាប្រចាំបាទអញ្ចឹងមានមនុស្សម្នាក់មនុស្សខ្លះគ្រូបាទគាត់កើតជំងឺអាស៊ីតអ៊ុយរិកគាត់ដឹងថាអាស៊ីតអ៊ុយរិកដូចជាប្រសង់មួយអង្គហ្នឹងគាត់គង់នៅខាងខេត្តកំពង់ធំបាទគាត់បានមើលឯកសារសិក្សាទៅគាត់ថាអាស៊ីតអ៊ុយរិកហ្នឹងខាងវិទ្យាសាស្ត្រមិនអាចមើលជាបាទគាត់ដឹងដល់ប៉ុណ្្នឹងបាទប៉ុន្តែហេតុអីបានគ្រូនៅនេះតែងតែនិយាយពីដល់ទៅមតិឲ្យធ្វើអានេះធ្វើអានោះអញ្ចឹងទៅហេតុអីក៏បានធូរស្រាលបាទគាត់ថាក៏អត់ជឿព្រោះកន្លែងនោះដែលខ្ញុំជ្រាបថាអញ្ចឹងប្រសិនបើយើងនិយាយដល់កន្លែងនោះព្រះអង្គគិតទេថាតើនៅលើโลกនេះមានឋាននរកឋានសួគ៌អាត្មាមើលមិនឃើញអាត្មាមិនដឹងឋាននរកឋានសួគ៌ថាតាមពុទ្ធថាតាមគេប៉ុន្តែព្រះពុទ្ធអង្គដែលជាព្រះបរមគ្រូលោកមានពុទ្ធដីកាថាអញ្ចឹងបាទមិនជឿបំជឿឈប់បួសធម្មតាអញ្ចឹងហើយព្រះអង្គក៏ថាសិទ្ធិរឿងមកជាត្រូវហើយពួកគេផឹកឆ្នាំដូចគ្នាប៉ុណ្ណឹងផឹកឆ្នាំមកជាប៉ុន្តែប្រសិនបើយើងអត់ផឹកឆ្នាំយើងសម្រួលរាងកាយមកវិញពួកអានោះវាគ្មានមេរោគនៅបាក់តេរីទេប៉ុន្តែវាកើតឡើងដោយសារការកើននៃបរិមាណព្យូរីនហួសកម្រិតអញ្ចឹងអ្នកណាជាអ្នកបញ្ចូលព្យូរីនរបស់យើងអ្នកដែលបញ្ចូលព្យូរីនរបស់យើងគឺយើងដែលជាម្ចាស់រាងកាយខ្លួនឯងព្រះអង្គនិមន្តឆាន់ថ្នាំព្រះអង្គមិនបានផ្លាស់ប្ដូរអេយ៉ាបតក្នុងការឆាន់អាហារដែរឬអត់ក៏ព្រះអង្គរងហើយព្រះអង្គថាអាត្មាចង់បានឡើងឋានសួគ៌យ៉ាងពុទ្ធថាណែបើសិនជាព្រះអង្គចង់និមន្តទៅឋានសួគ៌ព្រះអង្គត្រូវជំរះនៅកិលេសនិងតណ្ហាបាទព្រះអង្គតើអាត្មាជំរះកិលេសតណ្ហាមិនបាទអាត្មាជិះទៅដល់យកលុយតែបើពុទ្ធអង្គអត់មានអបខំមកព្រះអង្គជិះទៅដល់ទេពុទ្ធអង្គលោកថាលោកទៅសម្រួមកាយវិច័យចិត្តអញ្ចឹងប្រសិនបើត្រូវការជិះម៉ូតូដប់ព្រះអង្គមិនត្រូវជិះទេព្រោះព្រះអង្គអត់មានគម្លានព្រះអង្គអត់មានត្រូវការអីទាំងអស់ព្រះអង្គអាចនិមន្តថ្មើរជើងបានណាអញ្ចឹងបើសិនព្រះអង្គនិមន្តថ្មើរជើងព្រះអង្គត្រូវការបច្ច័យអត់ថាអត់ផងតែនិមន្តថ្មើរជើងទៅតែថ្មើរជើងយូរចុះព្រះអង្គបខំទៅណាទៅព្រះអង្គអស់កិលេសហើយតែព្រះអង្គទៅតាក់ទងគេអត់ទាន់ទេគ្រូទាន់អត់ទាន់មកគេឥឡូវនេះបានទៅព្រះអង្គនៅក្រោយតាមព្រះអង្គនៅក្រោយព្រះអង្គប្រាអត់បានណាព្រះអង្គទៅឋានសួគ៌អត់បានដូចគ្នាអញ្ចឹងព្រះអង្គบอกកណាប់ទឹកបងទេបងលើផ្លាស់ប្ដូរអាត្មាផ្លាស់ប្ដូរខ្ញុំទំលាស់អាត្មាអញ្ចឹងព្រះអង្គនិមន្តឈឺចាស់ព្រោះមានលោកមួយអង្គហ្នឹងនិយាយប្រាប់នៅខាងលិចនោះថាបើអត់2លានអត់មុនមកទេបាទទេបើអញ្ចឹងទៅឈប់មកពួកខ្ញុំអង្គកកណាយកដល់លើកឡើងយ៉ាងពួកកណាអ្នកសិក្សារៀនសូត្រពីអស់នឹងដែរតែបើពុទ្ធអង្គនឹងជាកំណើសម័យតថាគតមិនដែលកំណត់ថាអ្នកណាមាន2លានទៅទេណាគោលបំណងនៃការទេគឺជាការសន្សំកុសលរបស់ព្រះអង្គឯងនឹងការប្រសាទអញ្ចឹងប្រសាទដែលសន្សំកុសលគឺជាភារកិច្ចរបស់សាវករបស់ព្រះអង្គឃើញទេហើយចូលមកព្រះអង្គអត់ធ្វើអញ្ចឹងមកអង្គថាមិនមែនសាវករបស់ព្រះពុទ្ធយកកណាបើសិនជាកណាជាព្រះពុទ្ធអង្គបើជាកាន់ឈើជាប់ដេញព្រោះត្រូវអញ្ចឹងព្រោះមិនសាវកផងឲ្យចង់មកស្លៀកស្លោះវាអីអញ្ចឹងហ្នឹងគឺជារឿងរបស់ព្រះអង្គដែលមានដែរតែយើងគ្រាន់តែកណាគាត់តែចង់ពិតព្រះអង្គថាអ្វីដែលរាងកាយយើងកើតឡើងមានបញ្ហាដោយសារអីយើងមិនយល់អំពីរាងកាយយើងកិលេសកើតឡើងដោយសារកម្លៅណា
អ្វីដែលហៅថាកម្លាំងគឺការអត់យល់នឹងហើយការអត់ចេះនឹងហើយអញ្ចឹងការអត់យល់ការអត់ចេះនោះគឺជាអ្នកបង្កើតតណ្ហាណាតែតណ្ហាបង្កើតកិលេសអានោះវាចឹងយើងប្រសិនបើយើងចង់ឲ្យមានការចេះដឹងនេះទៅយើងអស់កិលេសយើងអស់តណ្ហាបើន័យថាប្រសិនបើយើងយល់ដឹងអំពីបញ្ហាសុខភាពតែបន្តិចបញ្ហាសុខភាពនឹងឡើងមានបញ្ហាសម្រាប់យើងតែបើសិនជាយើងអត់ចង់ព្យាយាមយល់ថាខ្លួនឯងគ្រាន់តែនិយាយឥឡូវធ្វើស្អាតមកពួកខ្ញុំឲ្យវិធីសាស្ត្រធ្វើទៅខ្ញុំមិនមែននិយាយណាខ្ញុំឲ្យធ្វើទៅទៀតអញ្ចឹងប្រសិនបើយើងឲ្យធ្វើហើយអស់លោកស្រីយកគួរតែអនុវត្តតាមអ្វីដែលខ្ញុំបានជម្រាបទៅព្រោះគ្រាន់តែធ្វើដូចជាមិនអស់លុយទេគាត់តែចាប់ផ្ដើមធ្វើដូចអត់អស់លុយទេពួកអត់ត្រូវការយកលុយទៅបង់